សូមគោរពជម្រាបសួរលោកលោកស្រីនិងប្រិយមិត្តទស្សនិកជនជាទីមេត្រីការប្រកួតបាល់ទាត់ជាតិជើងឯកឆ្នាំ2014បានវិលមកជួបផ្សាយថ្មីនៅក្នុងសប្តាហ៍ថ្ងៃអាទិត្យនេះគឺជាសប្តាហ៍ទី20នៅក្នុងការប្រកួតដែលយើងធ្វើការផ្សាយផ្ទាល់រវាងក្រុម Western Union FC ជាមួយនឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមកកំណត់ខាតពេលវេលាយូសូមលោកនាងតាមដានទស្សនានៃការហែតុងនិងការដើរចូលទីលានរបស់កីឡាករទាំងពីរក្រុមបាទនេះគឺជាបទសម្ភាសន៍របស់ក្រុម Western Union FC ហើយនិងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិការបោះជំរំហើយនេះគឺមានតែពីរគូទេការជាតិតែការប្រកួតកាលពីថ្ងៃនេះអសរមិញគឺ4គូបញ្ចប់ទៅនោះគឺមានមហាបរិយានីកតាភ្នំពេញចាញ់ក្រសួងការពារជាតិ1-2សកលវិទ្យាល័យចាញ់ប្រាអាស៊ីភ្នំពេញ0-1បៀប្រា United ចាញ់ស្វាយរៀង0-3និងភ្នំពេញក្រោនយកឈ្នះ Naga Cup 1-0 បាទខ្ញុំបាទសូមជម្រាបជូនពីសមាជិកភាពសម្រាប់ក្រុមកីឡាកររបស់ក្រុម Western បាទ Western បច្ចុប្បន្នគឺស្ថិតនៅលំដាប់ទី10មាន18ពិន្ទុសមាជិកភាពរបស់ក្រុម Western មានដូចជាបាល់កីឡាករអ្នកចាំទីអោមឧត្តម Mario Nakamura Gozi Brizi កីឡាករប៉ែនបញ្ញាលីសារ៉ាត់ម៉ែនសេហាព្រំយ៉ាណែតបាទអឿនកុសលកីឡាករប្រធានក្រុមព្រីវ៉ាត់អវណ្ណៈក្រួចមុលដែលមានគ្រូបង្ហាត់គឺលោកឡុងរធានិងមានអចិន្ត្រការក្រុមគឺលោកឡៃសុធាបាទចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបាទថ្ងៃនេះគឺមានកីឡាករអៀងទីនបាទឈិនមេងសៀងស្រីឧត្តមនួនបូរីអូរ៉ាវីបាទអូរ៉ាវីថ្ងៃនេះបំរុងទេបាទមានទឹកឌីណាមានកីឡាករបាទថានីរៃជីនមកសញ្ជាតិជប៉ុនមានប្រាក់ភិរុនអ្នកចាំទីបាទសុនវ៉ាន់ដេតបាទសឹមវិសាលមានសឹមវិសាលជាកីឡាករមករងផងដែរបាទកីឡាករម៉ូណេកេអូហ្គោឈុកវូអូប៊ីបាទសញ្ជាតិនីហ្សេយ៉ារួមជាមួយនឹងកីឡាករនីហ្សេយ៉ាមួយរូបទៀតគឺអូសៃកេអូសេកាសាមូអែលបាទដែលជាប្រធានក្រុមហើយគ្រូបង្វឹកគឺលោកអង្គរយនិតអ្នកចាត់ការក្រុមគឺលោកសូមនីរតបាទចំណែកឯសមាជិកភាពក្រុមអាជ្ញាកណ្ដាលគឺមានដូចជាអាជ្ញាកណ្ដាលគឺលោកសុកម៉ុងតារាបាទជំនួយការអាជ្ញាកណ្ដាលទី1គឺលោកជេងច័ន្ទតារាជំនួយការអាជ្ញាកណ្ដាលទី2លោកសុនតារាវុធនិងជំនួយការអាជ្ញាកណ្ដាលទី4គឺលោកជីសាមឌីការប្រកួតនឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះហើយសម្រាប់ក្រុម Western គឺនេះជាសប្តាហ៍ទី20ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបាទក៏ជាប្រកួតមួយថ្ងៃនេះគឺអគ្គស្នងការប្រកួតទី21សម្រាប់ក្រុមអគ្គស្នងការបាទប្រកួតលើគេមកប្រកួតអធិស្ឋានគឺប្រកួតទី20បាទ20ទាំងអស់សប្តាហ៍នេះម្សិលមិញនោះគឺក្រុមភ្នំពេញក្រោនបានជប់លៀងហើយបាទជប់លៀងអសាទរក្នុងនាមជាជើងឯកហើយបាទជើងឯកលើកទី5បាល់ទាត់បាទក្របខ័ណ្ឌលីកកម្ពុជារបស់កម្ពុជាបាទគឺដាច់បន្ទុកហើយថ្ងៃនេះគឺបង្កេតអត់តប្រកួតទេបាទល្ងាចបានប្រកួតហើយមានអ្នកគាំទ្ររបស់ក្រុមភ្នំពេញក្រោនហ្នឹងគឺមានគម្រោងហែពៀនបាទក៏ប៉ុន្តែអត់តមានការបាទយល់ព្រមបាទយល់ស្របណាមួយពីក្លឹបផ្ទាល់នៅឡើយទេដោយថាអ្នកគាំទ្ររបស់ភ្នំពេញក្រោនហ្នឹងគឺស្ម័គ្រចិត្តបាទចង់ហែពៀននៅក្នុងរាជធានីភ្នំពេញរបស់យើងបាទថ្ងៃនេះទីលានរៀងសើមបន្តិចបាទមុននេះទៅតែភ្លៀងរាំងបាទអគ្គស្នងការពេលបច្ចុប្បន្នគឺកំពុងតែបាទស្ថិតនៅលំដាប់ទី6នៅក្នុងក្របខ័ណ្ឌជាបន្ទុកបបាក់ដេញបន្តិចជាមួយនឹងក្រុមលំដាប់ទី3និងទី4នៅក្នុងលីកបច្ចុប្បន្នដោយសារតែបច្ចុប្បន្នមានតែ27ពិន្ទុទេបាទដាច់ពីក្រុមលេខ4គឺដល់ទៅ5ពិន្ទុបាទក្រុមលេខ4ស្វាយរៀងក៏អត់ទាន់ប្រកួតដែរបាទគឺថាត្រឹមតែបាន19ប្រកួតទេសប្តាហ៍ក្រោយប្រកួតប្រគ្រប់ទីប្រកួតទី20ប៉ុន្តែជួបជាមួយនឹងភ្នំពេញក្រោនបាទឯកសណ្ឋានគឺ Western ពណ៌ក្រហមអាវឆ្នោតសំទោសគឺខោពណ៌ខ្មៅសូមជើងខ្មៅអគ្គស្នងការដ្ឋាននគរបាលជាតិបាទអាវពណ៌ត្រួយចេកខោខ្មៅស្រោមជើងត្រួយចេកបាទប្រកួតនេះអគ្គស្នងការដ្ឋាននគរបាលជាតិជាការប្រកួតសំខាន់
ដើម្បីប្រជែងជាមួយនឹងដណ្ដើមចំណែកលេខ4ធ្វើការប្រកួតបាទនៅពានព្រះមហាក្សត្រ Western គឺมันអាចឈានដល់លេខ4គេទេគ្រាន់តែថាធ្វើយ៉ាងណាធានាពិន្ទុកុំឲ្យក្រុមគ្រីវងដេញតាន់ បាទប្រកួតនេះបើសិនជាមក Western មួយឈ្នះហ្នឹងគឺរួចខ្លួន បាទរួចខ្លួនហើយបើសិនជាស្មើក៏មិនអីដែរដោយសារតែ18ពិន្ទុនាំមុខក្រុមគ្រីវង15ពិន្ទុឯណោះបើស្មើមកប្រកួតទៀតបានថាគាត់មាន3ពិន្ទុ6ពិន្ទុសកួរហើយ បាទ ប៉ុន្តែគ្រីវងសប្តាហ៍ក្រោយក៏ជួបក្រុមខ្លាំង បាទគ្រីវងជួបក្រុមខ្លាំងរហូតបាទរយៈចុងក្រោយនេះដល់បាល់ចាប់ដើមចេញហើយជាប់ជើងទឹកឌីណាបាទបញ្ជូនមកដល់កីឡាករ OB បាទមែន OB Mikel គាត់សញ្ជាតិគាត់នីហ្សេរីយ៉ាដូចគ្នាបាទលេងបាល់វែងសម្លឹងមកដល់នួនបរិយកីឡាករវ័យក្មេងបាទនួនបរិយបាទ OB បញ្ជូនទៅនួនបរិយបាទតែស្កាត់ដល់ខ្សែការពារ Western បាទបញ្ជូនបាល់វែងចេញទៅហើយបាទបាល់បោះទុះរបស់ក្រុមបាទអគ្គស្នងការនគរបាលជាតិបាទលេខ23របស់អគ្គ Western គឺកីឡាករ Lee Sarot បាទ Lee Sarot នេះគឺជាអ្នកសុទ្ធបញ្ចូលទីបាទការពិសប្តាហ៍មុននោះល្អមែនតើប៉ុន្តែបានតែត្រឹមឃើញ Western ចាញ់តែប៉ុណ្ណោះបាទលើកជើងខ្ពស់ណាស់បាទញ៉ាកដាពិន័យទៅហើយបាទតានី Regin បាទសំដៅគឺ Samuel វ័យកីឡាករលេខ25ហ្នឹងគឺប្រធានក្រុមថ្ងៃនេះជាជនជាតិនីហ្សេរីយ៉ាផងដែរវ័យ26ឆ្នាំបាទគ្រប់គ្រងបាល់ដោយ Western បាទលេខ5បាទគ្រូចមុលស្កាត់ដោយទឹកឌីណាបាទជាប់ជើងព្រំយ៉ាណែតបាទព្រំយ៉ាណែតម្នាក់ឯងបាទបាល់ទូរបស់ Western បាទហើយបន្ទាប់ពីគូនេះគឺមានចំការកស៊ូបង្កេតបាទជួបគ្នាជាមួយគ្រីវងបាទតួសាច់ទៀតហើយថ្ងៃនេះតែបង្កេតក៏ប្រកួតប្រគ្រប់កិច្ចដែរថានៅពេញក្រោនគឺគ្រប់ពិន្ទុហើយបាទលើមើលចំណុចបាទ free kick របស់ក្រុមបាទ Western បាទ Uni FC អាកាសបាល់ free kick លើកដំបូងសម្រាប់ការប្រកួតអីយ៉ាប៉ះបង្គោល photo បាទអ្នកចាំទីក៏មិនអាចជួយបានដែរមិញបាទលោតទៅប៉ុន្តែបានបង្គោល photo ជួយបាទគឺអ្នកចាំទីមិញគឺប្រាក់ភិរុនប្រាក់ភិរុនបាញ់មិញបាទលោតចំល្អណាស់ប៉ុន្តែបាល់ចំ photo ឱកាសបាទលើកទី1មិញបាទល្អណាស់បាទអៀងទីនបញ្ជូនឲ្យបូរីបាទអៀងទីនទៅវិញបូរីបាទយកបាល់ចេញក្រៅទៅហើយបាល់បោះរបស់ក្រុម Western បាទបញ្ញាបាញ់មិញបាទបញ្ញាវិញមកក្រោយហើយយើងទីលៀនមានបាទជោគជាំដល់បាទភ្លៀងកាលពីថ្ងៃនេះហើយយើងសើមបន្តិចនៅលើទីលៀនយើងទីនមកក្រោយកប់មួយអមយើងទីនវិញយើងទីនបញ្ជូនទៅកណ្ដាលបាទអូឡើងចាប់ដើមដំបូងនេះគឺក្រុម Western មកជាអ្នកសម្រុកមុនទប់មួយទៅជាបន្តបាល់ចេញក្រៅបាល់ជ្រុងជាលើដំបូងបាទសម្រាប់ក្រុមអគ្គស្នងការអ្នកចាំទីរបស់ក្រុម Western គឺអមម្ដងមួយថ្ងៃនេះឲ្យសន្តានមកសមួយឈុតតែម្ដងទឹកឌីណាជាអ្នកលើកបាល់បាទជ្រុងឌីណាលើកចូលកណ្ដាលតែមួយបាទខុសគោលដៅបាទឱកាសតែរបស់ក្រុមអគ្គស្នងការគឺកីឡាករបាទ Samuel អូសៃកា Samuel ថ្ងៃនេះគឺប្រធានក្រុមបាទថ្ងៃនេះគឺຕົកជើងខ្លាំងមួយអរ៉ាវីនៅក្រៅជាធម្មតាគឺគាត់
11អ្នកដំបូងថ្ងៃនេះនៅក្រៅគ្រប់គ្រងបាល់ដល់ក្រុមមកស្នងការតានីរ៉េជីនបញ្ជូនបាល់ទម្លុះមកជាប់ព្រំយ៉ាណែតពីនៃក្រុម Western ព្រំយ៉ាណែតធ្វើឲ្យដួលមិញទឹកឌីណាលេខ11នេះគឺកីឡាករម្ចាស់ម៉ូតូ FZ បាទកីឡាករលេងល្អបំផុតក្នុងការប្រកួតព្រឹត្តិការណ៍ហ៊ុនសែនខាប់កន្លងទៅបាទនួនបរិយចង់សុទ្ធអត់ទេលេងលឿនឥឡូវតានីរ៉េជីនបាទអាកាសសុទ្ធមិនទាន់អស់ទេបញ្ជូនចូលកណ្ដាលអូហូជួយបានពីខ្សែការពារបាទបាល់ជ្រុងទី2របស់ក្រុមអគ្គស្នងការនគរបាលជាតិបាល់ជ្រុងលើកទី2បាទតានីរ៉េជីនកីឡាករជប៉ុនរ៉េជីនបញ្ជូនចូលកណ្ដាលតែដោយ Samuel បាទអត់អីទេមានខ្សែការពារនៅក្នុងបាល់ចេញបាទ Samuel មានឱកាសតែ2ដងទួនបាទឃើញក្បាលគាត់តងោមើលពីលើដូចជារីហុងរីបាទហើយអ្នកចាំទីបញ្ជូនមកដល់ខាងលើមាននួនបរិយបាទតែអត់ដល់ទេ Privat ជាប់ជើងរ៉េជីនបញ្ជូនមក Samuel កាប់មួយល្អណាស់បាល់ស្រូកន្លែងនេះតែអ្នកចាំទីគាត់ប្រេបាទឡើងមកដល់លឿនបាទលេងលឿនតែបាល់ចកេះបាទព្រំយ៉ាណែតទៅឌីណាបញ្ជូនទៅជាបន្តទៀតស្រីអាដាមបញ្ជូនចូលកណ្ដាលបាទតានីរ៉េជីនតែតមកពីក្រោយសុទ្ធមួយជើងដរិចយកបាទនួនបរិយបញ្ញាប់ពេកបាទគាត់ថាចំចំណុចល្អឲ្យសុទ្ធយកតែម្ដងបាទចូលមិញគឺ goal of the week ទៀតផុត6នាទីហើយសម្រាប់ការប្រកួតនៅតែលទ្ធផល0ស្មើប៉ុន្តែដើមតង់គឺក្រុម Western បាទលេខបាន 3-4 នាទីអគ្គស្នងការបុកវិញឥឡូវចាប់តាមគូជាបន្តទៀតតែដកអៀងទីនOB បាទកីឡាករអូហ្គោឈុកវូបញ្ជូនបាល់វិញមកដល់បាទជ្រុលបន្តិចបាទអ្នកចាំទីលេងលឿនដែរបាទប្រាក់ភិរុនអីយ៉ាប៉ះពីក្រោយអៀងទីនមានធំដែរបាទកប់ល្អណាស់បញ្ជូនទៅកណ្ដាលរីជីនបាទឆ្លាតណាស់បញ្ជូនមិនទៅមុខទប់ជើងមួយពីរអត់អីទេបាទមានគ្រួចមុលមួយល្អណាស់ហើយយ៉ាដួលមួយទៀតហើយគ្រួចមុលបញ្ជូនមកកីឡាករមករីអូណាកាមូរ៉ាបញ្ជូនអត់យកទេខ្លាចអកសាយបាទលេខ23មិញគឺលីសារ៉ាត់បាទអៀងទីនបាទបោះចំកន្លែងដែលត្រូវចេញអំបញ្ញមិញបាទបញ្ជូនមកកីឡាករ Samuel ចលោបញ្ជូនឲ្យតានីរីជីនបញ្ជូនអត់ល្អទេជាប់ជើងកីឡាករ Privat ថ្ងៃនេះប្រធានក្រុមរបស់ក្រុម Western តែបញ្ជូនឲ្យលីសារ៉ាតែអត់ចោលទេបាទលើកជើងខ្ពស់ញ៉ាកណ្ដាលពីណីបាទគឺលោកសុកម៉ុងតារ៉ាឆ្វេងឲ្យទៅ Privat កັບចលោមួយរុញចូលល្អណាស់បាទ1 2ជាមួយនឹងបាទអឿនកសលអត់កើតតែមិញអឿនកសលបញ្ជូនលឿនពេករបស់ចេញក្រៅបាទអ្នកចាំទីកីឡាករប្រាក់ភិរុនបាទប្រាក់ភិរុនបញ្ជូនមកដល់ខាងស្ដាំតានីរ៉េជីនបាទរ៉េជីនបាទប្រើបច្ចេកទេសល្អមែនទែនអូសទៅឲ្យលឿនណាស់កីឡាករចងសក់បញ្ជូនទៅដល់នួនបរិយអូសទៅមួយទៀតពាំងជាប់បាទទៅណាមរួយទេខ្សែការពារបាទលេខ6គឺកីឡាករអោកវណ្ណៈបាទគៀបបានល្អមែនទែនបាទអ្នកចាំទីថ្ងៃនេះឯកសណ្ឋានស្អាតណាស់បាទគឺអ្នកចាំទីគឺអោមកដំទាត់ផ្ដាច់មកខាងលើតែដោយ Gozi Brezi នេះគឺជនជាតិកូតឌីវ៉ា Privat ហ្នឹងគឺជនជាតិកាមេរូនបាទនីអូណាកាមូរ៉ាលេង 1-2
ទៅរួចជាមួយនឹងអៀងទីនទេអៀងទីននេះមើលផ្លែតដូចនីសេរីយ៉ាដែរបាទខ្មៅបាទខ្មៅមានធំទៀតបាទមើលចង់ច្រឡំជាមួយនឹង OB ដែរបាទសាម៉ូអែលនោះនីសេរីយ៉ាដែរតែរៀងស្អែមមិនខ្មៅណាស់ណាទេពីនៃក្រុម Western ឥឡូវលេងលឿនមកអៀងទីនសម្លឹងឃើញបាទនួនបរិយតែបញ្ជូនបានអត់ដល់ពីនៃក្រុមពីនៃអៀងទីនបាទតតជើង Nakamura បាទ Nakamura មួយឈ្មោះដូចកីឡាករជម្រើសជាតិជប៉ុនដែរបាទជើងឆ្វេងជំនាញ free kick មកឥឡូវគាត់ចូលនិវត្តន៍ហើយបាទស្កាត់ដោយ Samuel បាទពីរនាក់ Samuel តែតបាទតានី Regin ដេញតាមគ្នាជាមួយនឹងគ្រួចមុលបាទលេងលឿន1 2ឥឡូវឆាប់បានហើយ Regin សុទ្ធខ្លួនឯងមិនឲ្យអត់អីទេបាទចង់បាក់ចកេះបាញ់មិញឲ្យមកដំវាខ្សោយដែរមិញឆ្ងាយបងឆ្ងាយឲ្យមកដំបាទហើយយើងខ្លាំងយ៉ាងហ្នឹងតិចឲ្យមកដំហើយចាប់អត់ជាប់ទេបាទមកដំមកជើងស្ដាំមកជាងពាក់កណ្ដាលតារាងតែដឹកខ្សែការពារបាទកីឡាករបាទឈិនមេងសៀងទប់មួយបាទជាមួយនឹងកីឡាករបាទ Gozi Prizi ដួលទៅជាបន្ត1 2បញ្ជូនមកកណ្ដាលល្អណាស់ឱកាសអត់ទេបាទផ្ដាច់ដកអន្ទ្រូងមួយបាទដោយកីឡាករ Go Chuk Wu OB ដេញតាមដោយត្រៃដំជើងផ្ដាច់របស់អោមដំតែជាមួយដូចជីនអោមដាច់ជាបន្តវិខ្សែការពារបាទកីឡាករអវណ្ណៈដកអន្ទ្រូងបាទ Go Chuk Wu OB ជួនកសលបញ្ជូនអត់ល្អបាទបាល់ចេញក្រៅបាល់បោះបាទរបស់ក្រុម Western ហើយខ្លីឲ្យទៅព្រីវ៉ាត់រុញមកក្រោយបាទឲ្យកីឡាករគ្រួចមុលបញ្ជូនមកខាងលើដល់អៀងទីនមកក្រោយលីសរ៉ាត់សំអែលបញ្ជូនមកក្រោយមកដល់ខ្សែកាពីខាងក្រោមមកបុកទៅមុខអត់រួចមកលេងខាងក្រោមសិនបញ្ជូនឲ្យសំអែលបាទរបូតបាល់ពីជើងឡើងមកជាប់ជើងបាទកីឡាករលេខ17បាទព្រំយ៉ាណែតមិនដូចគ្នាទេបាទដល់ជាប់ជើងមកជាបន្តបាទតាក់តុំណាជើងបញ្ជូនអត់ល្អដូចគ្នាបាទគ្រប់គ្រងបាល់បានយូរទេក្រុមទាំងពីរបាទមកប៉ះឲ្យទៅមកផ្្លាត់អស់បាទលេងបាល់វែងបញ្ជូនមកតានី Regin បាទតែតឲ្យនួនបរិយអីយ៉ាបាទមានការរំខានពីបាទអោកវណ្ណៈបាទអូបាទទាត់ជើងកន្លែងនេះពីនៃតែខាងក្រៅទេបាទមិនខាងក្នុងទេបាទគ្រួចមុលមាញ់លេខ5នឹងទាត់ជើងនួនបរិយបាទនួនបរិយនេះកីឡាករជម្រើសអុយ21កម្ពុជាយើងសម្រាប់ត្រៀមទៅការប្រកួតបាទពានរង្វាន់ស្ដេចប្រុយណេមកទៅហើយបាទងើបរួចអត់បាទរួចហើយតានី Regin ដើរទៅទាញយកបាទ free kick នៅក្រៅប្រអប់បន្តិចបាទដូចដឹងតាហ៊ានចូលព្រោះថ្នាក់ចឹងឈូសមកហើយអត់បានការទៀតចំណេញរបស់គាត់ដែរអ្នកតតហ្នឹងគឺកីឡាករជប៉ុនមែនទេមើលមិនឃើញទេឆ្ងាយណាស់បាទទឹកឌីណាមែនទេទឹកឌីណាទេកន្លែងនេះអូបាទមានខ្សែការពារ Western នៅកន្លែងនេះកុំអីហ្នឹងគឺគ្រោះថ្នាក់មែនតើបាល់ជ្រុងបាទលើកទី3ហើយសម្រាប់ក្រុមអគ្គស្នងការសម្រុកប្រហែលជំរឿឱកាសលើកបាល់នេះជំរឿអ្នកណាតែបញ្ចូលទីបានឬក៏អត់បាទឲ្យមកដំអត់ជួយទេ2 3លើកហើយតែផ្ញើទៅក្រោយដកអន្ទ្រូងមួយពងតាគៀបជាប់រីជីនបញ្ជូនមកក្រោយជាប់អៀងទីនរុញមកក្រោយទៀតបាទឲ្យខ្សែការពារបាទកីឡាករឈិនមេងសៀង
ត្រង់អ្នកចាំទីទៅហើយបាទអត់បញ្ហាទេគ្រូផុតគ្រូថ្នាក់ហើយបាទ14នាទីដំបូង0-0ម្ដងបាទជាពេលទៀតបាទថ្ងៃនេះអគ្គស្នងការមានចងសក់2នាក់បាទខ្ញុំបាទតែមិនឃើញបាទ2នាក់មួយតានីរ៉េជីនមួយទៀតគឺសុនវ៉ាន់ដេតស្តៀងគ្នាស្មារតីកីឡាករបាទចេះឆ្ងល់បាទតានីរ៉េជីនរត់គ្រប់កន្លែងមែនមានប៉ុនគ្នាទៀតប៉ុនគ្នាហើយឆាប់បាល់បានរុញឲ្យរេជីនបញ្ជូនទៅឲ្យបាទសុនវ៉ាន់ដេតបាទច្រឡំសុនវ៉ាន់ដេតសុនវ៉ាន់ដេតបាទគ្រូវឹកស្វ័យរៀងសុនវ៉ាន់ដេតបាទកប់មួយបាក់ចកេះអស់លេងបាទរុញឲ្យតានីរ៉េជីនបាញ់មិញពួកជើងឆ្វេងផ្ដាច់មកបញ្ជូនមកឲ្យទៅកីឡាករ Gozi Prizi លេអត់បានទេបាទ Gozi Prizi គាត់នៅចាំខាងឆ្វេងគឺអត់មានកីឡាបញ្ជូនសោះប្រហែលនាទីដំបូងនេះអត់មានបានលេងទេសម្រាប់ Gozi Prizi បាទ15នាទីបាទ0-0រវាង Western និងអគ្គស្នងការនគរបាលជាតិមិនទាន់មានក្រុមណាបបាយប៉ងមកបានទេបាទព្រីវ៉ាតាតផ្ញើចមកខាងក្រោយតាតដោយតានីរ៉េជីននួនបរិយលេងលឿនជាមួយតានីរ៉េជីនសុទ្ធយកតែម្ដងចំអ្នកចាំទីបាទក៏ហ៊ានទុកឯងបើទុកក៏មិនសម្បានសុទ្ធដែរបាទខ្សែក៏2អ្នកនៅមួយក្រោយគៀបជាប់ដែរចំគោលដៅរបស់គាត់ហើយគ្រាន់តែថាទៅចំអ្នកចាំទីដែរដល់មួយជើងរបស់អមម្ដងមកតែវិញរបស់អៀងទីនដេញតាមមកដល់តានីរ៉េជីនខ្សែការពារក្រោមមកកន្លងកោះឈិនមិញសៀងសាមូអែលខ្លីនៅខាងស្ដាំគឺជាមួយនឹងកីឡាករនួនបរិយទៅហើយបាទលេខ7ស្រីអាដាមទៅមកមិនរួចទេស្រីអាដាមបោះបាល់មកក្រោយរីជីនតែទម្លាក់បន្តិចល្អណាស់អូប៊ីហ្គូឈុកវូលនួនបរិយអូនណាណាដល់មុនអូហូយលើកជើងដល់អ្នកចាំទីបាទអំបញ្ញមិញបាទលើកជើងខ្ពស់មែនតើម្ដងទ្រូងអ្នកចាំទីនោះកាតលឿងមួយចាំទីនេះចំក្រានទ្រូងក្រាមប៉ងផងតែមិនទៅហើយបាទអ្នកចាំទីអោម្ដងបាននេះបើគាត់មិនជួយទេក៏ពិបាកដែរបាទពីន័យគេថាពីន័យសំហេតុផលហើយកន្លែងមានគាត់លើកជើងខ្ពស់ពេកបើមិនជាគាត់យកក្បាលទៅតែអីទេតែហ្នឹងអញ្ញាកដាលពីន័យទេតែជើងអាចប៉ះទង្គិចជាមួយក្បាលបាទអត់អីទេឲ្យមកដំលេងវិញបានបាទឲ្យមកដំបាទតាចេញដោយស្រីអាដាមអាដាមតតមកអាដាមតាចេញបាទបាល់របស់ទូបញ្ជូនមកព្រីវ៉ាតបាទព្រីវ៉ាតគៀប3នាក់បាទអ្នកគៀបព្រីវ៉ាតអីយ៉ាស់ជាតិបាទចាប់កញ្ញៅបាទបាទរៀមដៃគាត់ចំមុខរបស់ព្រីវ៉ាតបាទកីឡាករសុនវ៉ាន់ដេតបាទគាត់ដើរជិតគ្នាទៅដូចតានីរ៉េជីនមែបិតបាទលេងលឿនពេកបាទ18នាទីនៅតែ0ស្មើទេអាយ៉ាបាទដួលហើយអត់អីទេងើបឡើងរួចបាទដល់ក្រោយបាទកីឡាករបាទប៉ែនបញ្ញាមកលេខ6បាទកីឡាករអវណ្ណៈបញ្ជូនទៅស្លាប់ឆ្វេងកប់ល្អណាស់បាទកីឡាករម៉ែនសេហាមករុញទៅឲ្យកីឡាករព្រីវ៉ាតរុញមកក្រោយវិញឲ្យវណ្ណៈវិញវណ្ណៈរុញមកដល់កីឡាករប៉ែនបញ្ញាបាទរុញទៅរុញមកបញ្ញាកំពុងតែមើលនៅកាមេរ៉ាបញ្ជូនឲ្យនៅកាមេរ៉ាល្អណាស់នៅកាមេរ៉ាយកបាល់បានល្អតោះកំពុងតែមើលឆ្វេងស្ដាំបញ្ជូនទៅកណ្ដាលល្អណាស់អឿនកសលប៉ុន្តែមានការតែចេញវិញសាមអែលអត់ទេបាទអូគូឈុកវូអូប៊ីបាទញ៉ាត់អពេលលីសរតឆាប់បាល់បានវិញស្លាយពីក្រោយបាទអញ្ញាកដាពីណីហើយបាទអូគូឈុកវូមិញបាទគ្រូ
គ្រោះថ្នាក់ណា OB គាត់ឈូពីក្រោយអញ្ចឹង ឈូលីសរ៉ត បាទបើសិនជាលីសរ៉តគាត់ធ្វើលមួលដេកដួលលមួលខ្សំគ្រិចខ្លាំងជាងនឹងអាចកាត់លឿងបាទ free kick របស់ Western នេះគឺគៀកដែរកីឡាករអឿនកសលអឿនកសលមើលលើកបានល្អទេកសលលើកល្អណាស់មានតែទេអត់ទេខ្សែការពាររបស់ក្រុមអគ្គស្នងការទេញាក់1 2 3 4បាទកីឡាករព្រំយ៉ាណែតគៀប2ជាប់ហើយព្រំយ៉ាណែតទៅមិនរួចធ្លាយវិញហើយវិបត្តិរបស់ក្រុមអគ្គស្នងការ2 3ស្លាប់ក៏មានអីក៏មានដែរហើយកីឡាករនួនបរិយកំពុងតែឆ្វេងតែឯងនេះអត់មានអ្នកបញ្ជូនឲ្យសោះហើយឆាបបាល់ព្រីវ៉ាត់បញ្ជូនអូហូមានការស្កាត់បានល្អណាស់បាទបើបញ្ជូនឲ្យកូស៊ីព្រីសៀបាញ់មិញខ្លីៗ1 2បាទទឹកឌីណាបាល់ចេញក្រៅបាទបាល់ទូ Western ព្រីវ៉ាត់ចេញទៅវិញបាទស្រ័យដំបាទបោះឲ្យសុនម៉ាន់ដេតបាល់ចេញបាទលេងតែខាងស្ដាំបាទឃើញតែក្រុមប៉ូលីសខាងឆ្វេងតទេឡតអភិន័យជាបន្តទៀតបាទសាមូអែលបាទលេងលឿនបាទដាក់បាល់អត់ចំគោលដៅបាទអត់ចំកន្លែងណាពីណីមកយប់នេះគឺកុំភ្លេចបាទពីវេលាម៉ោង 9 យប់តទៅបាទសាលារាជធានីភ្នំពេញបានរៀបចំការបាទទស្សនាបាល់ទាត់ដែលមានឈ្មោះថាកម្មវិធីគ្រួសារបាល់ទាត់ពិភពលោកបាទទស្សនាការប្រកួតរវាងក្រុមម៉ាឡម៉ង់និងក្រុមអាសង់ទីនចាប់ពីម៉ោង 9